ថ្ងៃរស់ពីថ្ងៃស្លាប់រងកើលពិភពលោកដឹងមូលហេតុនៃការផ្អាកវាយអេរ៉ង់ពីសំណាក់អាមេរិកហើយនៅពេលនេះអាមេរិកផ្អាកការវាយប្រហារពីយប់ជាប់គ្នាខណៈបារម្ភពីបញ្ហាខូចស្តុកគ្រាប់មីស៊ីលការពារបានបងនេះគឺជាមូលហេតុដែលធ្វើឲ្យលោកត្រាំហ្នឹងឯងបញ្ជាទ័ពអាមេរិកឲ្យផ្អាកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់បងយើងទៅតាមដានមើលថាតើ2ថ្ងៃរស់ហើយនឹង2ថ្ងៃស្លាប់របស់អ៊ីរ៉ង់នឹងវាទៅជាយ៉ាងណាយ៉ាងណីវិញបងប្អូនសង្គ្រាមអ៊ីរ៉ង់ពុំមានសេចក្តីរាយការណ៍ណាមួយពីការវាយប្រហាររបស់អាមេរិកឡើយនាយប់ថ្ងៃទី25មកថ្ងៃទី26កក្កដាដែលកំណត់ពីយប់ទី2ជប់គ្នានៃការផ្អាកការប្រទុសរាយគ្នាបណ្ដាសារព័ត៌មានអាមេរិករៀបរាប់ពីលទ្ធភាពនៃការខ្វះគ្រាប់បន្ទាប់ពី5ខែនៃសង្គ្រាមបានបងនៅអំឡុងពេលនេះគឺយើងដឹងហើយថាអ្វីដែលលោកត្រាំបានផ្អាកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់នឹងគឺដោយសារតែខ្វះស្តុកគ្រាប់ដើម្បីនឹងការពារមីស៊ីលដែលបាញ់ចេញពីសំណាក់ប្រទេសអ៊ីរ៉ង់ហើយយើងតាមដានបន្តទៀតគណៈប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំលើកឡើងថាម៉េចកាលពីថ្ងៃទី24កក្កដាពីការត្រៀមវាយប្រហារអ៊ីរ៉ង់ខ្លាំងបន្តទៀតក៏កងទ័ពអាមេរិកមិនបានប្រកាសពីការវាយប្រហារណាមួយឡើយនាព្រឹកព្រលឹមថ្ងៃទី26កក្កដាណាបានន័យថាលោកត្រាំនឹងគឺប្រកាសវាយប្រហារទៅលើអាមេរិកក៏ប៉ុន្តែបែរជាកងទ័ពនឹងគឺអត់វាយអាមេរិកអាម៉ាញចេះបងប្អូនចំណែកអ៊ីរ៉ង់វិញក៏មិនបានប្រកាសពីការវាយប្រហារណាមួយប្រឆាំងនឹងបណ្ដាប្រទេសជិតខាងក្នុងតំបន់ឈូងសមុទ្រពេបដែលហើយប្រទេសទាំងនោះក៏មិនមានណាអះអាងពីការប្រកាសអាសន្នពេលយប់នោះដែររឿងនេះគឺកំពុងតែធ្វើឲ្យពិភពលោកជាពិសេសគឺអ្នកដែលរងចាំតាមដានទេសនាព័ត៌មានអ៊ីរ៉ង់ជាមួយនឹងអាមេរិកកំពុងតែស្រឡាំងកាំងហើយពាក់ព័ន្ធទៅនឹងរឿងមូលហេតុអ្វីស្ងាត់បែរជាឈប់វាយគ្នាណាបងប្រហែលជាកំពុងតែដឹកគ្រាប់ទៅកាន់ព្រំដែនឬក៏ដឹកគ្រាប់ទៅកាន់ទីតាំងរៀងៗខ្លួនឬក៏យ៉ាងណាដោយបន្តគម្រាមអ៊ីរ៉ង់លោកត្រាំងអះអាងថាការចរចាជាមួយអ៊ីរ៉ង់មិនត្រូវបានកាត់ផ្តាច់ឡើយណាគឺលោកត្រាំបានទុកផ្លូវរស់ឲ្យអ៊ីរ៉ង់ដោយចង់និយាយយោងដល់ការវាយប្រហារអ៊ីរ៉ង់លោកត្រាំបន្តថាខ្ញុំគិតថាបណ្ដាមេដឹកនាំអ៊ីរ៉ង់គិតដល់រឿងនោះខ្លាំងចាប់តាំងពីច្រើនថ្ងៃមកហើយប្រហែលដោយសារហេតុផលជាក់ស្ដែងចង់និយាយសម្ដៅលើការទម្លាក់គ្រាប់បែករបស់អាមេរិកណាបានដូចថាការវាយគ្នានឹងគឺកក្រឹកកក្រែងខ្លាំងមែនតើគូផ្ទៃមេឃនឹងគឺពោពេញទៅដោយសម្លេងយន្តហោះក៏ដូចជាសម្លេងគ្រាប់ផ្អើលពេញពិភពលោកជាពិសេសគឺសម្ព័ន្ធមិត្តអ្នកដែលជាប់នៅព្រំដែនរបស់អាមេរិកហើយនិងអ៊ីរ៉ង់នឹងក៏មានការលឺខ្លាំងមែនតើពាក់ព័ន្ធទៅនឹងរឿងនេះឥឡូវយើងទៅតាមដានបន្តទៀតតាមកាសែត New York Times ដែលដកស្រង់ប្រភពចិត្តដិតនឹងរឿងនោះណាថារដ្ឋាភិបាលអាមេរិកមានការបារម្ភយ៉ាគួរតែអ៊ីរ៉ង់មួយលេងឲ្យរដ្ឋាភិបាលអាមេរិកណាមានការបារម្ភបងប្អូនដល់ការនៅស្តុកគ្រាប់កាន់តែខូចគ្រាប់សម្រាប់ប្រព័ន្ធស្ទាក់កំទេចមីស៊ីលធុនប៉ាត្រីយ៉ូតណាបងប្អូននិងឧបករណ៍ការពារដតីទៀតសម្រាប់ជួយបណ្ដាប្រទេសក្នុងឈូងសមុទ្រប៉ែបក្នុងការទប់ទល់ការវាយប្រហាររបស់អ៊ីរ៉ង់ជាការសងសឹកចំពោះការវាយប្រហាររបស់អាមេរិកណាបងប្អូនអាមេរិកក៏សងសឹកអ៊ីរ៉ង់ក៏សងសឹកឥឡូវនេះគឺអាមេរិកកំពុងតែខ្វះខាតគ្រាប់ការពារណាខ្វះការពារទាំងប្រទេសជាសម្ព័ន្ធមិត្តការពារទាំងប្រទេសខ្លួនឯងអញ្ចឹងហើយក៏ផ្អាកបណ្ដោះអាសន្ននៃការវាយប្រហារគ្នានេះគ្រាន់តែជាមូលហេតុនៃការផ្អាកវាយរបស់លោកត្រាំមកខាងទេអាចថានៅមានផ្សេងទេឥឡូវយើងបន្តកាសែតនោះក៏លើកដែរពីការភ័យខ្លាចការកើនឡើងនៃចំនួនសម្បីតែកាសែតនោះក៏មានការភ័យខ្លាចនៃការកើនឡើងចំនួនកាន់តែខ្លាំងរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកដែរខាងទូរទស្សន៍ CNN ដែលដកស្រង់ប្រភព2នៃក្រសួងការពារប្រទេសអាមេរិកវិញអះអាងថាប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់បានផ្អាកលើហេតុផលដូចគ្នាគឺហេតុផលដោយសារការខ្វះគ្រាប់នឹងឯងណាបងប្អូនព័ត៌មាននេះគឺជាព័ត៌មានដ៏ក្តៅកគុកមូលហេតុដែលលោកត្រាំនឹងគឺបានផ្អាកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់អំឡុងពេលលោកត្រាំនឹងគឺបានកំណត់គោលដៅក៏ដូចជាការត្រៀមវាយប្រហារដ៏ទ្រង់ទ្រាយធំក៏ប៉ុន្តែស្រាប់តែមិនទៀងទាត់តែសោះទៅជាលែងវាយវិញណាបងប្អូននេះគឺជារឿងមួយដែលឆ្ងល់ឲ្យយើងតាមដានបន្តទៀតអាមេរិកផ្អាកវាយអ៊ីរ៉ង់2ថ្ងៃជប់គ្នាដើម្បីបើកផ្លូវចរចាណាបងប្អូនអានេះគឺជាអ្វីដែលលោកត្រាំគេបានអះអាងថាណា
ឈប់វាយ2ថ្ងៃនេះគឺដើម្បីនឹងទុកផ្លូវឲ្យអេរ៉ង់រស់ណាឲ្យអេរ៉ង់នឹងដើរចូលទុកចរចាឥឡូវយើងទៅតាមដានមើលក្រោយប្រមុខសេតវិមានដូណាល់ត្រាំបញ្ជាឲ្យបើកប្រតិបត្តិការវាយប្រហារអ៊ីរ៉ង់ដោយមិនបងអងដៃអស់រយៈពេល13ថ្ងៃជាប់គ្នាមកណាបងប្អូនគឺវាយគ្នា13ថ្ងៃបងប្អូនគឺខាតលុយអស់ច្រើនខ្លាំងណាស់ទាំងសងខាងតែម្ដងហើយក៏ស្លាប់ជីវិតមនុស្សទាំងសងខាងផងដែរឥឡូវប្រធានាធិបតីសហរដ្ឋអាមេរិកពិតជាផ្អាកការវាយប្រហារសិនមែនហើយការផ្អាកនេះមានរយៈពេល2ថ្ងៃជាប់គ្នាហើយដើម្បីបើកផ្លូវសម្រាប់ការចរចាណាលោកត្រាំនេះក៏វាយទៅលើអ៊ីរ៉ង់នោះក៏វាមិនទៅជាចំណេញអីណាស់ណាដែរបងប្អូនគាត់ថាវាយទៅនោះគឺវាយដើម្បីតែគម្រាមក៏ដូចជាធ្វើឲ្យអ៊ីរ៉ង់នឹងបាក់ស្បាតនោះទេឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ Mike Waltz បានប្រាប់ទៅ Fox News កាលពីថ្ងៃអាទិត្យទី26ខែកក្កដាឆ្នាំ2026ថាពិតមែនហើយលោកប្រធានាធិបតីបានផ្អាកប្រតិបត្តិការ2ថ្ងៃជាប់គ្នាដើម្បីទុកពេលនិងបើកផ្លូវផ្នែកការទូតចរចាគ្នាបញ្ចប់សង្គ្រាមដ៏ខ្លាំងក្លាមួយនេះណាបងប្អូនសម្បីតែអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិនោះក៏ថាសង្គ្រាមអាមេរិកជាមួយអ៊ីរ៉ង់នេះគឺជាសង្គ្រាមដ៏ខ្លាំងក្លាដែរណាបងប្អូនហើយក៏ទុកពេលឲ្យ2ថ្ងៃណាទៅតាមអ្វីដែលលោកត្រាំគាត់បានរៀបរាប់ពាក្យសម្ដីរបស់លោកត្រាំណាឲ្យអ៊ីរ៉ង់ហ្នឹងចូលមកចរចាដូចជាចរចាគ្នានឹងឯងទោះបីជាយ៉ាងណាក៏ដោយលោកប្រមានថាលោកអគ្គរដ្ឋទូតអាមេរិកមិញបងប្អូនជំរឿគ្រប់បែបយ៉ាងកំពុងស្ថិតនៅក្នុងដៃលោកប្រធានាធិបតីនៅឡើយទេណាអ្វីគ្រប់យ៉ាងគឺស្ថិតនៅលើលោកត្រាំនោះទេហើយអាមេរិកនឹងបើកប្រតិបត្តិការជាថ្មីពេលណាដែលចាំបាច់ណាពេលណាដែលចាំបាច់គឺអាមេរិកវាយទៀតហើយបងប្អូនចង់វាយគឺវាយចង់ឈប់ក៏ឈប់ណាបងប្អូនការបងអង្គដៃរបស់លោកត្រាំកើតឡើងមួយថ្ងៃបន្ទាប់ពីគណៈប្រតិភូមកពីប្រទេសអូម៉ង់ធ្វើដំណើរទៅដល់ទីក្រុងតេហេរ៉ង់ដើម្បីធ្វើជាអាជ្ញាកណ្ដាលសម្របសម្រួលលើកិច្ចព្រមព្រៀងថ្មីមួយក្នុងគោលបំណងបើកច្រកសមុទ្រហូម៉ូសឡើងវិញប្រពន្ធពីមន្ត្រីប្រចាំតំបន់បានឲ្យដឹងថាការចរចាកំពុងមានភាពរីកចម្រើនជាវិជ្ជមានហើយអូម៉ង់និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងរួមគ្នាក្នុងពេលឆាប់មុនពេលដាក់ជូនលោកត្រាំដើម្បីធ្វើការសម្រេចចិត្តចុងក្រោយថាតើត្រូវទទួលយកកិច្ចព្រមព្រៀងនោះដែរឬទេណាបើសិនជាលោកត្រាំមិនទទួលគឺលោកត្រាំវាយទៀតហើយនោះគឺស្ថិតនៅលើមាត់អាមេរិកនោះទេសូមជម្រាបជាថ្មីនៅជុំទី3នៃសង្គ្រាមមជ្ឈិមបូព៌ាសហរដ្ឋអាមេរិកបានបើកការវាយប្រហារអ៊ីរ៉ង់13យប់ជប់គ្នាដោយ sentiment បញ្ជាក់ថា CENTCOM បងប្អូន CENTCOM បញ្ជាក់ថាគោលបំណងគឺដើម្បីបំផ្លាញសមត្ថភាពរបស់ទីក្រុងតេហេរ៉ង់ឈប់ឲ្យកងឆ្មាំបដិវត្តន៍គម្រាមដល់កប៉ាល់ពាណិជ្ជកម្មនៅផ្លូវទឹកជាយុទ្ធសាស្ត្រទៀតការផ្ទុះអាវុធម្ដងទៀតធ្វើឲ្យ MOU ខែមិថុនាត្រូវរលាយហើយគិតចាប់តាំងពីអាមេរិកបើការវាយប្រហារថ្មីនៅថ្ងៃទី7ខែកក្កដាមកមានមនុស្សជាង50នាក់ត្រូវបានសម្លាប់ក្នុងប្រទេសអ៊ីរ៉ង់ខណៈអាមេរិកក៏បញ្ជាក់ពីការពលីជីវិតទាហាន18នាក់ផងដែរបងប្អូនបានន័យថាវាយគ្នាកក្រឹកកក្រែងរយៈពេល13ថ្ងៃមែនក៏ប៉ុន្តែមនុស្សស្លាប់នៅស្រុកនៅប្រទេសអ៊ីរ៉ង់នឹងត្រឹមតែ50នាក់ទេរីឯអាមេរិកវិញនឹងគឺស្លាប់18នាក់នឹងបើតាមអ្វីដែលព័ត៌មានគេរៀបរាប់ហ្នឹងបងប្អូនលោកត្រាំថាអ៊ីរ៉ង់ចាប់ផ្ដើមមើងម៉ាត់នៅក្នុងការចរចាខណៈអាមេរិកកំពុងពិភាក្សាគម្រោងវាយប្រហារធំណាបងត្រាំប្រើថ្នាំបន្ទន់ឆ្អឹងបំភ័យអ៊ីរ៉ង់លុះប្រលឹងផ្អល់ពិភពលោកតែម្ដងពាក់ព័ន្ធទៅនឹងរឿងនេះណាបងឥឡូវយើងទៅតាមដានមើលថាលោកត្រាំនេះប្រើថ្នាំអ្វីបានជាដល់ថ្នាក់អ៊ីរ៉ង់នឹងទន់ឆ្អឹងណាហើយក៏ដូចជាចាប់ផ្ដើមនិយាយឲ្យមានការម៉ត់ចត់មើងម៉ាត់នៅក្នុងការចរចាវិញនោះបងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានថ្លែងកាលពីថ្ងៃ24ខែកក្កដាថាលោកមិនទាន់បានសម្រេចចិត្តថាតើនឹងត្រូវបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់នៅឡើយទេខណៈដែលទីក្រុងតេហេរ៉ង់នៅពេលនេះកំពុងបង្ហាញចំហមើងម៉ាត់ខ្លាំងនៅក្នុងការចរចាជាមួយនឹងទីក្រុងវ៉ាស៊ីនតោនណាបានន័យថាអ៊ីរ៉ង់នឹងគឺទុនឆ្អឹងហើយយោងតាមការចេញផ្សាយពី Reuters លោកត្រាំបានប្រាប់ក្រុមអ្នកកាសែតនៅក្នុងការិយាល័យ Oval Office បងប្អូននៅពេលដែលត្រូវបានសួរថាតើលោកបានធ្វើការសម្រេចចិត្តហើយឬនៅបន្ទាប់ពីមានសេចក្តីរាយការណ៍ថាលោកកំពុងជួបពិភាក្សាជាមួយនឹងក្រុមប្រឹក្សាដើម្បីពិភាក្សាអំពីប្រតិបត្តិការទ្រង់ទ្រាយធំមួយដែលលោកឆ្លើយតបថាទេខ្ញុំមិនទាន់បានសម្រេចចិត្តទេណានេះគឺជាអ្វីដែលលោកត្រាំឆ្លើយតបទៅកាន់អ្នកព័ត៌មានណា
thà lục trám nâng triêm nâng bậc cả về hà từ thông trong tri thông môi men được gọi lục trám nó có lòi thà ọt tê nè quạt nâng cứ mình ban sầm ra chất tê bằng bồn lúc ban thèm thả mờ cho dương cầm pung cho chết bị phía xa chỉ môi pu kê được bên đi nhóm kết thả pu kê nó cầm pung căn tại miền phía mừng mặt láng bí mỗi ngày tới mỗi ngày đôi xa tại mùa là hết để mưa khơi chụp ba chia sẻ nè vốn bên đây thả lục trám còn mưa khơi bây giờ vây đại rong nó cứ cầm pung tại mừng mặt bẹ buồn tại nương rương chọn trò trà nè vốn mình tay bật nó lục trắm khuôn anh bàn cọt sầm quất khơi thả phía kí rong chập đầm bỏng hai ế để giờ bọt mừng mặt nâng một chọt kháng khung ca trò chơi phía xa chỉ mùi và sần táo để khó pê muồn về muồn cứ cái anh của càng nè thua rong nước thua oi nè lục trắm nè cứ khơi tôi cứ skin từ bọn nó bọn skin chứ cái cổ vay đâu đây là rong tay tại bảo phía sầm đây đư đong rư cùng riêng cùng hành trở lọp mọc vinh kết trâm một bên này,ประเทศตะวันอเมริกาเรียกซาจุ่มโฮมันต้นเป็นเจี๋ยเอาเบอร์กาวีประหารทมโนลอยเตดำไม่ตุกเอากาอ้อยนะเพลือกาตูดดำนากากูบัญชีได้ถาโยธีอเมริกเติบแต่บันบรรจบกับบักปฏิบัติการต่อเลี้ยกรบใบตามอากาศดับใบยุบจบนี้นั่นเลยเหตุการณ์จนาสมปวนโยธีอันหนึ่งประปวนมิสซิลระเบิดอิหร่านการวิประหารอิสราเอลปีอเมริกนังการล้อมปวดเศรษฐกิจบันทึกไม่ดึกนมอิหร่านดังคลุนถาผู้เกมันอาจตุบตัวหนึ่งสมรรถเพียบโยที่ระบบสมปวนอเมริกโอบรรลัยเปลเวนเตียดบานเต้นะเธอไออเมริกบ้านเมียนแต่ดื้อแต่ปันดังไอมาปนเธอไอเมริกบ้านบอกเกย์เมียนคลังดอธนาธาเกย์จิมาจ้าลุยดอลลาร์ยังเธอไม่จำปนอุตยมฮูทีเยเมนบันมิสซิลหนึ่งโตรนต่ออาราบิดโอซาดิดทั่วเอาเพียบตานเติงในสมุดกระหอมกันแต่กลุ่มเรียมกุมให้ดอลเป็นนิจกรรมปีพบโลกนำบอลยังกระเล็กเมื่อตัวการกรมอุตยมฮูทีเยเมนเว้นกูทั่วกาตั้งสดใสก็ดักเนี่ยจมวยนังอาราบิโอซาดิดบอลเปียปวนแต่หนึ่งเรื่องเนื้อไอจรสมุดกระหอมน้องบอลเราอยู่ติดตามด่านเมื่อแบบมาจากมาแต่อยู่สมบัติเชื้อได้ทักคือกรมบทเตรียมโหทีนึงคือเกี่ยวกรมมวยได้กรมโตรตัวดอยประเทศอิหร่านบอลเยเมนอาราบิโอซาดิดผู้เตรียมโหทีเยเมนกรมโตรดอยรองประกาศถาบันมิสซิลหนึ่งเป็นจินโตรนประชางอาราบิโอซาดิดชื่อการต่อตอบจำพวกกาวิประหารตามอาการระบบประเทศโนเลือดที่กรงยุทธศาสตร์โฮเดยดาได้ผู้เกกันกับในจบสมุดกระหอมนิชิกาการลังทำไมในเพียบตันเติงจงเวงเพลสมุดสำคัญเนื่องมาชิมบเปียคณะสหรัฐอเมริกนึ่งไอร้องบรรทอวิประหารนี้ไปเสดับใบดันดั้มตรุตราจรสมุดหอมมอสนะบอกกูตันดาวตึกเนี้ยไปพบโลกนี่บอลตันดาวปีเนี้ยตันดาวมันเมียนจิกิดเปียอยู่ชีวิตนั่นเต้นะอุดมสนัยโตยาบอลโตยาสเรนเนี่ยนมเปียโยธีระบฮูทีทลายกาไปทั้งไงตีมาเพย์ปรามกะกระดาขนมสกเดประกาศมวยถากาเวประหารระบบกองกำลังฮูทีสำดาวตัวเลือบรรดาตีตังระบบกลุ่มฮุนเปรนเยอาราบิโอซาดิดได้ทมจิงเกบมพดเลือปีปุโลกอารามโกขนมตีกรงยานปูหนึ่งกรงจีซานสถานจบสมุดกระหอมอาราบิโอซาดิดหนึ่งเหมือนต้นจินปรแต่การไปเรื่องนุขนงเป็นเพลียมตัวลอยในกาเปียสเวอร์บอประเทศนี้นิยิถาการประกาศซอนตรบันบนลือล้างจิจรเลือกการไปประไงตีมาเพย์ปรามกะกระดาเนื้อติกรงยานปูหนึ่งกรงจีจานเพียบตันเติงในดับบอลสมุดกระหอมจิกากลมเรียมกลมให้ทำไมเลือกการดึกจิงจูนตามสมุดระบอบไปพบโลกเพียบตันเติงขนมสมุดกระหอมนูกลุ่มเรียมบัดตุบแถมตีดการดึกจิงจูนตามสมุดระบอบไปพบโลกผู้ปูเตรียมทลายถาปูเกนบัดจรสมุดบาบอัลมันเดฟจำปัวบนด้านเอเวียเตะตินหนึ่งอาราบิโอซาดิดจรสมุดนิสเทนในจงขังโบงในทวิปนะในอุปทวีปอาราบิกไฮการบดตุบจรสมุดนี่ปาปวลดอกการทั่วเนเวจอบจวบสมุดกระหอมเตาชุ่งสมุดอาเดนประมาณจะดับปีเพรอยในปัญญการพิภพโลกคือประมาณมวยเพียปรำเอามวยเพียบุญในเนเวียดักกงตเนอหรือก็เปร่งพิภพโลกเตาฉลองกัดจรสมุดนี่นะบอลจรสมุดหอมโบสโดยจรสมุดกระหอมไว้นี่คือสุดแต่เจี๊ย
ច្រកសមុទ្រដែលសំខាន់សម្រាប់ការដឹកជញ្ជូនប្រេងទៅកាន់ពិភពលោកទាំងមូលទាំងដងបងបើសិនជាមានបញ្ហាចំពោះច្រកសមុទ្រណាមួយទាំងពីរនេះគឺពិភពលោកនឹងគឺខ្វះខាតប្រេងក៏ដូចជាតម្លៃប្រេងនឹងក៏វាកាន់តែឡើងទៅតាមនឹងដែរឥឡូវយើងបន្តទៀតកាលពីសប្តាហ៍មុនពូហ៊ូធីបានវាប្រហារដែលវាដឹកប្រេងពីគ្រឿងរបរអារ៉ាប៊ីអូសាឌីតក្នុងសមុទ្រក្រហមជាការតវិញអារ៉ាប៊ីអូសាឌីតបានវាប្រហារទីក្រុងកំពង់ផែហូដេដាយេម៉ែននេះជាការអះអាងកាលពីថ្ងៃ25កក្កដារបស់ក្រុមចម្រុះប្រឆាំងហ៊ូធីនៅមុខដោយអារ៉ាប៊ីអូសាឌីតការវាយប្រហារតាមអាកាសរបស់អារ៉ាប៊ីអូសាឌីតនោះធ្វើឡើងកាលពីយប់ថ្ងៃ24កក្កដាប៉ះពាល់ដល់កំពង់ផែនៃទីក្រុងនោះព្រមទាំងសហគ្រាសទូរទស្សន៍គមនាគមន៍រដ្ឋបណ្ដាលឲ្យមនុស្ស2នាក់រងរបួសនេះបើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងសុខាភិបាលរបស់ហ៊ូធីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោកអាបាសបងលោកអាបាសអារ៉ាស្ជីអំពាវនាវឲ្យរកដំណោះស្រាយខាងការទូតនិងការចរចាដើម្បីដោះស្រាយចំនួនយេម៉ែនជៀសវាងការប៉ះទង្គិចគ្នាខាងយោធាឯអគ្គរដ្ឋទូតអាមេរិកប្រចាំ UN បញ្ជាក់ថាលោកត្រាំកំពុងទុកពេលវេលាសម្រាប់កិច្ចចរចាជាមួយនឹងប្រទេសអ៊ីរ៉ង់ណាបងយើងទៅតាមដានមើលថាតើឯអគ្គរដ្ឋទូតអាមេរិកនេះបញ្ជាក់អាមេរិកពាក់ព័ន្ធទៅនឹងរឿងលោកត្រាំបានផ្ដល់ពេលវេលាឬក៏នេះគាត់តែជាល្បិចឬក៏យ៉ាងណាវិញ Washington ឯអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិដែលហៅកាត់ថា UN បានថ្លែងនៅថ្ងៃអាទិត្យថាប្រធានាធិបតីអាមេរិកលោក Donald Trump បានសម្រេចផ្អាកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ដើម្បីទុកលំហពេលវេលាបន្ថែមទៀតសម្រាប់មធ្យោបាយការទូតនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters លោកម៉ៃវ៉ាល់បានប្រាប់កម្មវិធី Fox News Sunday ថាគាត់លោកត្រាំហ្នឹងកំពុងទុកពេលវេលានិងលំហខ្លះសម្រាប់ការពិភាក្សាចរចាទោះបីជាលោក Walls បងមិនបានផ្ដល់ព័ត៌មានលម្អិតអំពីកិច្ចចរចានេះក៏ដោយប៉ុន្តែគេសង្កេតឃើញថាការវាយប្រហាររវាងអាមេរិកនិងអ៊ីរ៉ង់ពិតជាមានភាពស្ងប់ស្ងាត់មែននៅចុងសប្តាហ៍នេះមន្ទីរបញ្ចកោណបានផ្អាកយុទ្ធនាការទម្លាក់គ្រាប់បែកបន្ទាប់ពីការវាយប្រហារយ៉ាងសាហាវរយៈពេល13យប់ជប់គ្នាខណៈដែលអ៊ីរ៉ង់ក៏មិនមានសកម្មភាពវាយប្រហារលើប្រទេសជិតខាងណាមួយឡើយកាលពីចុងសប្តាហ៍ឆ្លើយតបនឹងសំណួរជុំវិញការបកនេះមន្ត្រីជាន់ខ្ពស់សេតវិមានបានបញ្ជាក់កាលពីថ្ងៃសៅរ៍ថាប្រធានាធិបតីតែងតែបញ្ជាក់យ៉ាងច្បាស់ថាជំរឿអត្ថិភាពរបស់លោកគឺការទូតប៉ុន្តែលោកក៏បានបង្ហាញឲ្យរងឃើញច្បាស់រួចហើយដែលថាតើនឹងមានអ្វីកើតឡើងប្រសិនបើពួកគេមិនព្រមចូលតុចរចាដោយស្មោះត្រង់នោះទេណាគឺជាការគំរាមមួយហើយថាតើណានឹងមានអ្វីកើតឡើងបើសិនជាប្រទេសអ៊ីរ៉ង់មិនព្រមចូលតុចរចាដោយស្មោះត្រង់នោះលោកត្រាំប្រមានចិននិងរុស្ស៊ីពីផលវិបាកធ្ងន់ធ្ងរបើហ៊ានជ្រៀតជ្រែកក្នុងចំនួនអាមេរិកហើយនឹងអ៊ីរ៉ង់ណាព័ត៌មាននេះគឺរៀងហួសបន្តិចក៏ប៉ុន្តែយើងចង់ទៅតាមដានដឹងថាតើប្រមាននឹងរង្គើវាព្រឹត្តពីយ៉ាងណាវិញគឺប្រមានបងណាគឺថាលោកត្រាំនឹងបានប្រមានទៅទាំងពីរក្បាលគឺលោកស៊ីជីនពីងក៏ដូចជាលោកពូទីនណាបងប្រមានកុំអោយចូលជ្រៀតជ្រែកក៏ដូចជាចូលទៅជួយប្រទេសអ៊ីរ៉ង់ឲ្យសោះណាគឺខ្លាំងណាស់បងបើសិនជាទាំង3នេះវាយគ្នាណាបងពិភពលោកយើងនេះគឺមាននៅសង្គ្រាមលោកលើកទី3តែម្ដងហើយយើងទៅតាមដានមើលថាប្រមានរង្គើព្រឹត្តពីរវាយ៉ាងម៉េចសន្តិភាពនៅមជ្ឈិមបូព៌ានៅតែមានភាពតានតឹងព្រោះសហរដ្ឋអាមេរិកអ៊ីរ៉ង់នៅតែបន្តសងសឹកគ្នាហើយលេចឮព័ត៌មានថាមានប្រទេសមហាអំណាចលុកដៃជួយអ៊ីរ៉ង់ណាគឺអាមេរិកនេះគឺសង្ស័យថាអ៊ីរ៉ង់ណាត្រូវបានជួយអន្តរាគមន៍ពីសំណាក់ប្រធានាធិបតីរបស់រុស្ស៊ីក៏ដូចជាប្រធានាធិបតីរបស់ចិនគឺលោកស៊ីជីនពីងហ្នឹងណាបងប្អូនអញ្ចឹងហើយបានជាអាមេរិកគឺលោកត្រាំនេះចេញមកប្រកាសឲ្យលឺឲ្យច្បាស់ថាកុំចូលជ្រៀតជ្រែកកុំចូលជួយអ៊ីរ៉ង់ឲ្យសោះចំពោះចិននឹងរុស្ស៊ីនេះតែចូលគឺមានរឿងធំហើយប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានលើកឡើងកាលពីថ្ងៃសុក្រថា
ខ្លួនជឿជាក់ថាប្រទេសចិននិងរុស្ស៊ីនឹងមិនជួយអ៊ីរ៉ង់ក្នុងចំនួនជាមួយសហរដ្ឋអាមេរិកទេប៉ុន្តែក៏បានប្រមានថាប្រសិនបើប្រទេសទាំងពីរនេះចូលរួមវានឹងមានផលវិបាកយ៉ាងខ្លាំងសម្រាប់ពួកគេណាបើសិនជាចិនហើយនិងរុស្ស៊ីចូលរួមវិញណាចិននិងរុស្ស៊ីនឹងមានផលវិបាកហើយណាចង់ដឹងថាផលវិបាកអីណាបើខ្លាំងដូចគ្នាអញ្ចឹងណានេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី24ខែកក្កដាឆ្នាំ2026លោកសរសេរនៅលើបណ្ដាញ Truth Social ថាប្រធានាធិបតីស៊ីគឺលោកស៊ីជីនពីងពេលនៅក្នុងកិច្ចប្រជុំថ្មីរបស់យើងនៅទីក្រុងប៉េកាំងប្រទេសចិនបានប្រាប់ខ្ញុំថាលោកនឹងមិនផ្ដល់ឬក៏លក់អាវុធទៅឲ្យសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ឡើយមិនថាក្នុងកលៈទេសៈណាក៏ដោយហើយសេចក្តីថ្លែងការណ៍នោះរួមបញ្ចូលទាំងក្រុមហ៊ុនចិនផងដែរដោយឡែកជាមួយរុស្ស៊ីលោកត្រាំនិយាយថាលោកពូទីនក៏បានប្រាប់អាមេរិកផងដែរថាម៉េចលោកនឹងមិនលក់អាវុធទៅឲ្យអ៊ីរ៉ង់ទេហើយទីក្រុងវ៉ាស៊ីនតោនជឿជាក់ថារុស្ស៊ីនិងចិនមិនចូលរួមក្នុងចំនួនអ៊ីរ៉ង់នោះទេណាខ្លាចថារុស្ស៊ីហើយនិងចិននឹងចូលរួមធ្វើឲ្យខូចខាតរចនាសម្ព័ន្ធក៏ដូចជាបង្កផលវិបាកសម្រាប់អាមេរិកខ្លាំងពេកបានជាលោកត្រាំចេញមករំលឹករឿងចាស់ពាក់ព័ន្ធទៅនឹងការបដិញ្ញាចិត្តរបស់រុស្ស៊ីក៏ដូចជាចិនថាមិនធ្វើអ្វីពាក់ព័ន្ធទៅនឹងអ៊ីរ៉ង់នឹងឡើយណាបន្តទៀតលោកត្រាំបន្តថាប្រសិនបើពួកគេធ្វើឬក៏ជួយអ៊ីរ៉ង់ហ្នឹងវានឹងមានផលវិបាកដ៏អាក្រក់សម្រាប់ពួកគេពិតណាស់មិនមែនជាផលប្រយោជន៍ល្អបំផុតរបស់ពួកគេនោះទេថ្លែងទៅកាន់អ្នកយកព័ត៌មាននៅឯសេតាវិមានលោកត្រាំបាននិយាយថាលោកទុកចិត្តលើមេដឹកនាំទាំងពីររូបនេះប្រធានាធិបតីអាមេរិករូបនេះបន្តថាខ្ញុំមិនដឹងថាពួកគេកំពុងផ្ដល់លទ្ធភាពដល់អ៊ីរ៉ង់ទេខ្ញុំគិតថាខ្ញុំទុកចិត្តលើពួកគេគូបញ្ជាក់ថាសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានចាប់ផ្ដើមការវាយប្រហារអ៊ីរ៉ង់កាលពីខែកុម្ភៈដោយបានសម្លាប់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់រួមទាំងមេដឹកនាំកម្ពុជារបស់ប្រទេសផងដែរការអធិប្បាយរបស់លោកត្រាំបានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសលោកPete Hegsethបានប្រាប់សមាជិកសភាកាលពីដើមសប្តាហ៍នេះថារុស្ស៊ីនិងចិនបានជួបពាក្យពាន់ជាមួយនឹងចំនួនអ៊ីរ៉ង់នៅក្នុងកម្រិតមួយតែលោកមិនបានបញ្ជាក់ណាបងប្អូនពាក្យពាន់ទៅនឹងបញ្ហានេះហើយបានលោកត្រាំចេញសារព្រមានព្រមានបងប្អូនអ៊ុយក្រែនរុស្ស៊ីត្រៀមទទួលយកកងទ័ពកូរ៉េខាងជើង 30,000 នាក់បន្ថែមទៀតណាពាក់ព័ន្ធទៅនឹងរឿងបុរសកំហួច2នាក់គឺលោកគីមចុងអ៊ុនហើយនិងលោកពូទីនណាលោកពូទីននឹងស៊ីស៊ូយកទ័ពចេញពីកូរ៉េខាងជើងគឺលោកគីមចុងអ៊ុនណារហូតទៅដល់ 30,000 នាក់ដើម្បីនឹងទៅធ្វើការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនណាបុរសកំហួច2នាក់នេះកំពុងតែធ្វើបាបបុរសកំសត់ឥឡូវទៅតាមដានមើលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានទម្លាយរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃសៅរ៍ទី25ខែកក្កដាឆ្នាំ2026ថាប្រទេសរុស្ស៊ីកំពុងមានមហិច្ឆតាចង់នាំយកកងទ័ពកូរ៉េខាងជើងចំនួន 30,000 នាក់បន្ថែមទៀតដើម្បីចូលរួមក្នុងភ្លើងសង្គ្រាមដែលបានអូសបន្លាយអស់រយៈពេលជាង4ឆ្នាំមកហើយនេះហើយបច្ចុប្បន្នរុស្ស៊ីក៏កំពុងតែត្រៀមណារៀបចំខ្លួនទទួលយកកម្លាំងទាំងនោះរួចជាស្រេចក៏ជួយមែនធំហើយមានគេជួយទៀតរឿងនេះមិនមែនជារឿងថ្មីស្រឡាងនោះទេព្រោះកាលពីឆ្នាំ2024កន្លងទៅក្រោមការសន្យាគ្នាទៅវិញទៅមកតាមផ្លូវច្បាប់កូរ៉េខាងជើងធ្លាប់បានបញ្ជូនទីហ៊ានប្រមាណណាបងប្អូន14,000 នាក់រួចមកហើយទៅកាន់តំបន់ Kursk របស់រុស្ស៊ីដើម្បីជួយទីក្រុងមូស្គូវាទប់ទល់នឹងការលុកលុយទ្រង់ទ្រាយធំពីសំណាក់កងទ័ពអ៊ុយក្រែនយោងតាមទីភ្នាក់ងារព័ត៌មាន Reuters នៅក្នុងសារជាវីដេអូប្រចាំថ្ងៃលោក Zelensky បានគូសបញ្ជាក់យ៉ាងច្បាស់ថាអ៊ុយក្រែនកំពុងតាមដានយ៉ាងដិតដល់នៅកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ីនិងកូរ៉េខាងជើងលោកបានបញ្ជាក់ថាការរៀបចំទទួលកងទ័ពថ្មីទាំង 30,000 នាក់នេះគឺបានចាប់ផ្ដើមធ្វើឡើងនៅក្នុងតំបន់ Voronezh របស់ប្រទេសរុស្ស៊ីតាំងពីខែមិថុនាមកម្លេះអ្វីដែលកាន់តែគួរឲ្យព្រួយបារម្ភជាងនេះទៅទៀតនោះលោកបានបន្ថែមថាក្រុងព្យុងយ៉ាងក៏កំពុងត្រៀមបញ្ជូនប្រព័ន្ធបាញ់មីស៊ីលប៉ាឡេស្ទិក model ថ្មីទៅផ្គត់ផ្គង់ឲ្យយោធារុស្ស៊ីថែមទៀតផងដែលនេះជាការចាក់សាំងបន្ថែមលើភ្លើងសង្គ្រាមណាបងប្អូនគឺអាគេកំពុងតែខ្លាំងហើយមាន
គេជួយទៀតបងប្អូនអ្នកខ្សោយហើយក៏មានគេជួយដែរគាត់ថាវាដូចជាមិនសមទៅសោះថាកូរ៉េណាកូរ៉េខាងជើងគឺលោកគៀមចុងអ៊ុនណាជួយផ្គត់ផ្គង់ទាហានរហូតដល់30000នាក់ទៅកាន់ប្រទេសរុស្ស៊ីដែលជាប្រទេសដ៏ធំក៏ដូចជាប្រទេសដ៏ខ្លាំងមេទៀតបងប្អូនមិននឹងថាសម្ព័ន្ធមិត្តសម្ព័ន្ធភាពរបស់គាត់ទាំងពីរប្រទេសទាំងពីរនេះវាលោកលឿនគ្នាយ៉ាងណាទៅណាបងប្អូនមេដឹកនាំអ៊ុយក្រែនរុកនេះបានសង្កត់ធ្ងន់ប្រាប់ពិភពលោកថានេះមិនមែនជាការគំរាមកំហែងតែចំពោះប្រទេសអ៊ុយក្រែនមួយនោះទេប៉ុន្តែវាគឺជាគ្រោះថ្នាក់ដ៏ធំមួយសម្រាប់តំបន់ទាំងមូលលោកបានបញ្យល់ថាទីក្រុងមូស្គូកំពុងតែជួយបង្ហាត់បង្រៀនកូរ៉េខាងជើងឲ្យចេះធ្វើសង្គ្រាមពិតប្រាកដជួយកែលម្អគុណភាពអាវុធរបស់ពួកគេនិងផ្ដល់ឱកាសមាសឲ្យកងទ័ពទាំងនោះទទួលបានបទពិសោធន៍ប្រយុទ្ធជាក់ស្ដែងនៅលើទីលានស្ថានភាពបែបនេះបាននឹងកំពុងបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់គ្របដណ្ដប់បណ្ដាប្រទេសទាំងអស់នៅក្នុងទ្វីបអាស៊ីដែលស្ថិតនៅក្នុងកង្វល់ណាដែលស្ថិតនៅក្នុងរង្វង់ចម្ងាយគោលដៅនៃមីស៊ីរបស់កូរ៉េខាងជើងទោះជាត្រូវប្រជុំមុខនឹងស្ថានភាពដ៏តានតឹងយ៉ាងណាក៏ដោយលោក Zelensky បានបដិញ្ញាចិត្តយ៉ាងមុតមមថាអ៊ុយក្រែននឹងមិនអោបដៃឈប់មើលឡើយហើយនឹងចាត់វិធានការឆ្លើយតបយ៉ាងស័ក្តិសមបំផុតទៅនឹងការគម្រាមកំហែងមួយនេះណាអ៊ុយក្រែននឹងគឺអត់ខ្លាចនឹងរុស្ស៊ីនោះទេទោះបីជាមានការបញ្ជូនទាហានរហូតដល់30000នាក់ទៅកាន់ប្រទេសរុស្ស៊ីពីសំណាក់កូរ៉េខាងជើងនឹងក៏ដោយក៏អត់ខ្លាចទេថានឹងត្រៀមឆ្លើយតបឲ្យស័ក្តិសមទៅនឹងអ្វីដែលលោកពូទីននេះបានគម្រាមកំហែងទៅកាន់ប្រទេសអ៊ុយក្រែនបងប្អូននេះគឺជាការធ្វើចិត្តមួយក៏ដូចជាការឆ្លើយតបបដិញ្ញាចិត្តរក្សាក៏ដូចជាមើលថែមាតុភូមិរបស់គាត់នេះគឺជាការបដិញ្ញាដ៏ល្អហើយបន្តទៀតមេដឹកនាំសេរីប្រកាសមិនជ្រៀតជ្រែកយោធានៅលីបង់ពិភពលោកនឹងកំពុងតែរវើរវាយច្បុកច្បល់ពេញផ្ទៃមេឃពោពេញទៅដោយសង្គ្រាមតែម្ដងហើយយើងទៅតាមដានមើលថាមេដឹកនាំសេរីប្រកាសមិនជ្រៀតជ្រែករឿងយោធានៅលីបង់ហ្នឹងវាយ៉ាងណាវិញខ្លាចស្អីចេះប្រធានាធិបតីសេរីលោកអាម៉ែតអាល់សារ៉ាបានបញ្ជាយ៉ាងច្បាស់នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាល់ជេហ្ស៊ីរ៉ាកាលពីថ្ងៃទី26ខែកក្កដាឆ្នាំ2026ថាប្រទេសរបស់លោកគ្មានបំណងធ្វើអន្តរាគមន៍យោធានៅក្នុងប្រទេសលីបង់នោះឡើយប៉ុន្តែបានត្រៀមខ្លួនជាស្រេចនៅក្នុងការផ្ដល់ជំរឿនិងដំណោះស្រាយនយោបាយជាច្រើនដល់រដ្ឋាភិបាលលីបង់ដើម្បីជួយកសាងស្ថិរភាពអត់ចូលជួយលីបង់ទេក៏ប៉ុន្តែចូលជួយរកដំណោះស្រាយណាដើម្បីនឹងបង្កើននូវស្ថិរភាពក្នុងប្រទេសលីបង់លោកអាល់សារ៉ាបានសម្ដែងការព្រួយបារម្ភថាអស្ថិរភាពក្នុងប្រទេសលីបង់និងវត្តមានអាវុធក្រៅផ្លូវការអាចប៉ះពាល់អវិជ្ជមានដល់តំបន់ទាំងមូលដោយលោកសង្កត់ធ្ងន់ថារដ្ឋអំណាចលីបង់គួរតែមានសិទ្ធិផ្ដាច់មុខលើការគ្រប់គ្រងអាវុធនិងការសម្រេចចិត្តលើសង្គ្រាមឬសន្តិភាពនៅក្នុងផ្នែកណាការបរទេសលោកអាល់សារ៉ាបានទម្លាយថាសេរីកំពុងធ្វើការជាមួយនឹងប្រទេសជាច្រើនដើម្បីឈានទៅរកកិច្ចព្រមព្រៀងសន្តិសុខជាមួយនឹងអ៊ីស្រាអែលដែលអាចបើកផ្លូវឲ្យមានសន្តិភាពគ្រប់ជ្រុងជ្រោយដោយមិនបោះបង់ចោលសិទ្ធិលើដែនដីអង្គូឡានហៃស្ឡើយចំពោះទំនាក់ទំនងជាមួយរុស្ស៊ីភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការរក្សាវត្តមានយោធារុស្ស៊ីនៅមូលដ្ឋានHMIM និងថាតូសគណៈកិច្ចពិភាក្សាអំពីអនាគតនៃមូលដ្ឋានទាំងនេះកំពុងបន្តជាមួយគ្នានេះសេរីក៏បាននឹងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធជាមួយនឹងអ៊ីរ៉ាក់ផងដែរនៅក្នុងការតភ្ជាប់បំពង់ប្រេងនឹងការគ្រប់គ្រងសន្តិសុខព្រំដែនរួមគ្នាបានន័យថាប្រទេសសេរីនេះកំពុងតែធ្វើការជាមួយនឹងប្រទេសជាច្រើនមានទាំងរុស្ស៊ីអ៊ីរ៉ាក់អ៊ីស្រាអែលណាបងប្អូនដើម្បីនឹងបង្កើននៅសុខសុវត្ថិភាពនៅក្នុងប្រទេសដូច្នេះហើយគឺអត់ហ៊ានចូលទៅជ្រៀតជ្រែកនៅក្នុងកិច្ចការរបស់លីបង់នោះទេពីព្រោះថាអ៊ីស្រាអែលពីព្រោះថាប្រទេសសេរីនេះគឺកំពុងតែមានសុខសុវត្ថិភាពនោះហើយបងប្អូនហើយបន្តទៀតទន្ទឹមនឹងការផ្លាស់ប្ដូរផ្នែកភូមិសាស្ត្រនយោបាយសេរីក៏កំពុងដើរលើផ្លូវស្ដារប្រទេសឡើងវិញយ៉ាងឆាប់រហ័សដោយមានខ្សែសង្វាក់ផលិតកម្មថ្មីចំនួន3700បានចាប់ផ្ដើមដំណើរការចលនាវិនិយោគបានកើនឡើងនិងមានជនភៀសខ្លួនជាងណា
3กับ4លាននាក់បានត្រឡប់មកមាតុភូមិវិញក្នុងរយៈពេល18ខែកន្លងមកណាប្រទេសសេរីនេះក៏ទៅតែមានសុវត្ថិភាពទេណាអញ្ចឹងកុំឲ្យសេរីនឹងចូលទៅក្នុងបញ្ហាជ្រៀតជ្រែកពាក់ព័ន្ធទៅនឹងរឿងលីបងអីបងណាបងលើពីនេះរដ្ឋាភិបាលបានធ្វើកំណែទម្រង់សង្គមដ៏សំខាន់ដោយផ្ដល់សញ្ជាតិជូនជនជាតិភាគតិចខឺតជាង3លាននាក់ដំណឹងដ៏ធំមួយទៀតគឺរដ្ឋអាមេរិកកំពុងរៀបចំដកសេរីចេញពីបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្មដែលមានតាំងពីឆ្នាំ1979បន្ទាប់ពីមានការសម្របសម្រួលពីទូគីនិងអារ៉ាប៊ីអ៊ូសាឌីតក្នុងការបញ្ចុះបញ្ចូលប្រធានាធិបតីដូណាល់ត្រាំឲ្យលើកលែងទណ្ឌកម្មលើប្រទេសសេរីណាប្រទេសសេរីកំពុងតែកសាងនៅសុខសុវត្ថិភាពសម្រាប់ជាតិខ្លួនឯងហើយអញ្ចឹងក៏មិនចង់ចូលទៅជ្រៀតជ្រែកពាក់ព័ន្ធទៅនឹងរឿងយោធានៅលីបង់នោះដែរអញ្ចឹងព័ត៌មានអន្តរជាតិនេះមានតែប៉ុណ្្នឹងហើយបងប្អូនបើមានការលើលុះខុសឆ្គងអីខ្ញុំសូមខន្តីអភ័យទោសផងហើយក៏សូមគ្រប់ជ្រាបលានិងសូមអរគុណសម្រាប់ការចូលរួមតាមដានទស្សនាដ៏មានតម្លៃអំពីសំណាក់បងប្អូនទាំងអស់គ្នា